រៀន business ដោយសារតែអត់ដឹងថាខ្លួនឯងនឹងចង់រៀនអីខ្ញុំជឿថាណាគេក៏ធ្លាប់ឮដែរហើយមតិមួយហ្នឹងក៏អត់ខំបានដែរខ្ញុំជឿថាអ្នករៀន business មួយចំនួនធំពិតជាអញ្ចឹងមែនគ្រាន់តែដឹងថាខ្លួនឯងរៀនចប់ចង់ចេះរកលុយឲ្យបានច្រើនជាស្ដែងចំពោះខ្ញុំផ្ទាល់ខ្ញុំពិតជាអត់ដឹងថាខ្លួនឯងចង់ធ្វើអីមែនហើយពេលកាន់តែរៀនកាន់តែប្រឡូកជាមួយមុខវិជ្ជាមួយនឹងកាន់តែធ្វើឲ្យខ្លួនឯងស្វ័យស្ពិលដោយសារតែរៀន business ហើយយើងកាន់តែដឹងថានៅក្នុងនោះវាមានមុខវិជ្ជាច្រើនមែនតើដែលគួរឲ្យចាប់អារម្មណ៍ដូចជា accounting marketing management finance HR communication logistics and operation ហើយមានច្រើនផ្សេងទៀតហើយបើសួរខ្ញុំថាស្ដាយក្រោយអត់ដែលខ្ញុំរៀន business ខ្ញុំសូមឆ្លើយថាអត់ទេជាក្មេងស្រីម្នាក់ដែលធំធាត់នៅក្នុងគ្រួសារដែលសុទ្ធតែពេទ្យនិងអ្នករៀនពេទ្យប៉ុន្តែខ្ញុំបែរជាជ្រើសរើសផ្លូវផ្សេងមួយទៀតជាខ្លួនឯងព្រោះអីខ្ញុំគ្រាន់តែដឹងថាខ្លួនឯងខ្ញុំអត់ចេះអង្គុយនៅស្ងៀមនៅក្នុងបន្ទប់មួយកន្លែងដូចពួកគាត់ទេអញ្ចឹងហើយខ្ញុំត្រូវតែរកឲ្យឃើញនៅអ្វីដែលខ្លួនឯងស្រឡាញ់អ្វីដែលខ្លួនឯងពិតជាមានក្តីសុខនិងសប្បាយចិត្តនឹងធ្វើវាធ្វើមិនទេបើខ្ញុំអត់ទាន់យល់ពីចិត្តខ្លួនឯងមែនអញ្ចឹងមានតែបន្តស្វែងយល់និងស្វែងរកទៀតស្វែងរកយូរៗគង់តែស្គាល់ទេហើយបើរកឃើញនឹងស្គាល់ហើយក៏ត្រូវតែស្គាល់ឲ្យច្បាស់ដែរអញ្ចឹងវីដេអូមួយនេះខ្ញុំសូមជូនពរអ្នកទាំងអស់គ្នាដែលអត់ទាន់រកឃើញខ្លួនឯងដូចខ្ញុំមកយើងខំហៅបន្តទៀត